បាទរូបជំរាបសួរអស់លោកអ្នកបងប្អូនជាទីគោរពរាប់អានបាទខ្ញុំបាទសុខាបាទតទៅនេះខ្ញុំសូមលើករឿងនិទានឆ្កែ3ក្បាលបាទឆ្កែ3ក្បាលនៅក្នុងគ្រួសារមួយមានចិញ្ចឹមឆ្កែ3ក្បាលបាទឆ្កែ3ក្បាលសហការគ្នាល្អណាស់បាទឆ្កែយើងចិញ្ចឹមក្នុងផ្ទះដើម្បីឲ្យព្រុសបញ្ចេញសម្លេងឬក៏កោះព្រុសអ្នកដែលមិនស្គាល់មុខចូលផ្ទះរបស់យើងបាទចូលផ្ទះរបស់គាត់ចូលកន្លែងរបស់គាត់បាទមានគ្រួសារមួយនោះបាទគាត់ចិញ្ចឹមឆ្កែ3ក្បាលឆ្កែ3ក្បាលហ្នឹងល្អណាស់បាទគ្រូល្អណាស់ថ្ងៃមួយក៏នំមិត្តភក្តិគាត់ទៅលេងក៏នំមិត្តភក្តិគាត់ទៅលេងអាឆ្កែ3ក្បាលព្រុសឲ្យព្រុសយើងនេះបាទធ្វើឲ្យរំខានដល់មិត្តភក្តិរបស់គាត់ព្រុសខ្លាំងពេកបាទអានេះព្រុសខ្លាំងមែនមិត្តភក្តិអញមកលេងអាស្គាល់មិត្តភក្តិអញហីបាទឃើញឆ្កែវាយឆ្កែមួយស៊ីបាទវាយឆ្កែមួយស៊ីបាត់ហើយដល់ពេលថ្ងៃក្រោយទៅសល់ឆ្កែ12ឯងបាទនៅក្នុងផ្ទះមានឆ្កែ12ទេក្នុងភូមិភូមិឋានហ្នឹងបាទមានឆ្កែ12ទេទៅសល់12ឯងងមួយបាត់ហើយតែសារតែព្រុសពេកបាទព្រុសខ្លាំងពេកទៅសល់12ទេថ្ងៃមួយចោលចូលលួចបាទចោលចូលលួចអាឆ្កែ2នាក់ភាសាគ្នាចុះពីណាគេចូលមកមិត្តភក្តិចាស់យើងឯងហើយព្រុសទៅហេហើយព្រុសទៅមិត្តភក្តិចាស់យើងហើយព្រុសទៅហេហើយព្រុសទៅបាទអត់ព្រុសទៅចោលមានឱកាសលួចយកទ្រព្យសម្បត្តិអស់បាទលួចយកទ្រព្យសម្បត្តិក្នុងផ្ទះហ្នឹងអស់ម្ចាស់ឡើងមកចុយគេលួចទ្រព្យសម្បត្តិហើយព្រុសម៉ែអីមិនចឹងមិត្តភក្តិអញមកលេងឲ្យព្រុសមកហើយគេចោលលួចចោលចូលលួចទ្រព្យសម្បត្តិហើយព្រុសវាយស៊ីមួយទៀតបាទអញ្ចឹងនៅសល់តែមួយឆ្កែបាទសល់តែមួយទេសល់ឆ្កែតែមួយទេឆ្កែតែមួយនៅម្នាក់ឯងក៏តូចចិត្តពេកបាទតូចចិត្តពេកអប់សុកហ៎គាត់លេងបានលេងមានគ្នាប្រឡែងលេងលេងមានគ្នាជជែកលេងអប់សុកហ៎អង្គុយគិតព្រុសក៏ខុសមិនព្រុសក៏ខុសដល់អញ្ចឹងជំរឿចុងក្រោយមានទៅស្ពានជ្រោយចង្វាទេបាទមានទៅអញ្ចឹងមានទៅស្ពានជ្រោយចង្វាបាទទៅដល់នៅស្ពានជ្រោយចង្វាគេសួរគាត់ថាឯងមករកលងទឹកអីបាទមករកលងទឹកហេតុអីបានជាឯងខូចចិត្តចង់លូតទឹកលើស្ពានជ្រោយចង្វាចង់សម្លាប់ខ្លួន